ជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាតើនៅចាំបដកម្មមួយដែលប្រជាជនកម្ពុជាហើយនិងនិស្សិតខ្មែរជាច្រើនរូបនាំគ្នាទៅធ្វើការដុតបំផ្លាញទៅលើស្ថានទូតថៃដែរឬទេរឿងរ៉ាវទាំងអស់នេះគឺកើតឡើងដោយសារតែតារាស្រីថៃមួយរូបដែលមានឈ្មោះថាសវណ្ណិតគង់យិននាងធ្លាប់តែជាតារាល្បីនៅក្នុងប្រជាជនថៃហើយនឹងមានប្រជាប្រិយភាពពីប្រជាជនកម្ពុជាផងដែរក្នុងអំឡុងឆ្នាំ2001ដល់ឆ្នាំ2003ដែលនាងបានសម្ដែងធ្វើជាតួឯកនៅក្នុងខ្សែភាពយន្តមួយរឿងដែលមានចំណងជើងថាដាវប្រសុកខ្សែភាពយន្តនេះត្រូវបានចាក់បញ្ចាំងនៅក្នុងប្រទេសថៃមានការគាំទ្រយ៉ាងខ្លាំងក្លាហើយនឹងមានការចាក់ផ្សាយនៅក្នុងប្រទេសកម្ពុជាផងដែរថែមទាំងទទួលបានសម្លេងជាច្រើនកកពីប្រជាជនកម្ពុជាទេពកោសល្យសម្ដែងរបស់នាងធ្វើឲ្យប្រជាជនកម្ពុជាមានការស្រឡាញ់និងចូលចិត្តនាងយ៉ាងខ្លាំងហើយត្រូវបានប្រជាជនកម្ពុជាហៅឈ្មោះថាផ្កាយព្រឹកហើយការស្រឡាញ់ទៅលើ idol របស់ខ្លួនអ្នកគាំទ្រកម្ពុជាជាច្រើនបានស្នើសុំឲ្យអ្នកនាងមកធ្វើការសម្ដែងនៅក្នុងប្រទេសកម្ពុជាផងដែរប៉ុន្តែអ្វីដែលគួរសោកស្ដាយខ្លាំងបំផុតនោះគឺអ្នកនាងផ្កាយព្រឹកមិនបានធ្វើតាមការស្នើសុំរបស់ប្រជាជនកម្ពុជាទេថែមទាំងនិយាយប៉ះពាល់មកដល់ប្រជាជនកម្ពុជាយ៉ាងខ្លាំងក្លាដោយសារសម្លេងមួយតាមលេខវិទ្យុនៅក្នុងប្រទេសថៃសារសម្លេងនោះគឺដែលនាងថាប្រាសាទអង្គរវត្តគឺជារបស់ថៃចំណែកឯកម្ពុជាធ្វើការលួចប្រាសាទអង្គរវត្តពីរបស់ថៃទេសំណុំពររបស់នាងប្រសិនបើកម្ពុជាចង់ឲ្យនាងមកសម្ដែងទោះត្រាតែកម្ពុជាប្រគល់ប្រាសាទអង្គរវត្តឲ្យទៅថៃវិញសម្លេងប្រមាណឃ្លារបស់នាងកៃព្រឹកនេះហើយធ្វើឲ្យប្រជាជនកម្ពុជានិងនិស្សិតខ្មែរជាច្រើនរូបមានការខឹងសម្បារយ៉ាងខ្លាំងក្លាក៏បានប្រមូលផ្ដុំគ្នាទៅបាតកម្មនៅឯមុខស្ថានទូតថៃទាមទារឲ្យមន្ត្រីថៃនិងឲ្យនាងផ្កាយព្រឹកសុំទោសមកលើប្រជាជនកម្ពុជាទាំងមូលតែក្រុមបាតកោកម្ពុជាពុំបានទទួលនឹងការសុំទោសពីមន្ត្រីការទូតថៃទេថែមទាំងមានការបាញ់មកដល់ក្រុមបាតកោកម្ពុជាទៀតផងកំហឹងកាន់តែកើនឡើងបាតកោកម្ពុជាក៏បានគប់ទឹកគប់ដុំថ្មទៅលើមន្ត្រីការទូតថៃថែមទៀតផងនិងចាក់សាំងដុតកំទេចទៅលើស្ថានទូតថៃទាំងមូលថែមទាំងវាយកំទេចទៅលើហាងក្រុមហ៊ុនថៃនៅក្នុងប្រទេសខ្មែរទៀតផងការចលាចលក៏ត្រូវបានស្កាត់មកវិញក្រោយការចរចារវាងភាគីកម្ពុជាជាមួយនឹងថៃនិងសម្រាប់ចិត្តបិទទៅលើច្រកព្រំដែនអន្តរជាតិកម្ពុជាថៃរយៈពេល3ខែចំណែកឯរដ្ឋាភិបាលកម្ពុជាក៏មានចំណាត់ការបិទទៅលើខ្សែភាពយន្តរបស់ថៃនៅក្នុងប្រទេសកម្ពុជារយៈពេល10ឆ្នាំមិនឲ្យចាក់ផ្សាយឡើយភាគីខាងថៃគឺខូចខាតអស់ប្រមាណជាទឹកប្រាក់$56 លានអាមេរិកចំណែកឯភាគីខាងកម្ពុជាក៏បានចេញសងនៅភាគីខាងថៃចំនួន$6 លានអាមេរិកចំពោះការខូចខាតទៅលើស្ថានទូតថៃតែប៉ុណ្ណោះរីឯអ្នកនាមផ្កាយព្រឹកក៏បានចេញសារសុំទោសមកកាន់ប្រជាជនកម្ពុជាផងដែរចុងក្រោយប្រសិនបើបងប្អូនចង់ឲ្យខ្ញុំបង្ហាញអំពីតើទៅចំនួនប្រវត្តិសាស្ត្រកម្ពុជាថៃដូចជាចំនួនប្រាសាទព្រះវិហារឆ្នាំ2008ឆ្នាំ2010ឆ្នាំ2011សូមបងប្អូនខមមិននៅខាងក្រោមវីដេអូ